បន្ទោសការសរសើរអោកសុគន្ធកញ្ញាក្រុងឈុតទេវតាឆ្នាំថ្មីជាមួយមកុដនិងគ្រឿងតុបតែងកាយច្នៃឡើងប្រណិតតាមរចនាបថខ្មែរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំមមីអត្តស័កពុទ្ធសករាជ2570នឹងឈានចូលមកដល់នៅថ្ងៃអង្គារ12រោចខែចែកត្រូវនៅថ្ងៃទី14ខែមេសាឆ្នាំ2026វេលាម៉ោង 10:48 នាទីព្រឹកពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំមមីអត្តស័កដែលទេវធីតានឹងយាងមកគ្រប់គ្រងចម្ពោះទ្វីបមនុស្សលោកជាអគ្គនាយិកាព្រះនាមរក្សាទេវីជារាជបុត្រីទី3នៃកបិលមហាព្រហ្មគង់នៅចតុមហារាជការទ្រង់អំពរពណ៌ខ្មៅលម្អទៅដោយព្រះកាយមានសៀតឈូកអភរណៈកែមនោរាភក្សាហាទ្រង់លោហិតគឺឈាមព្រះហស្ថស្ដាំទ្រង់ធ្នូព្រះហស្ថឆ្វេងទ្រង់ត្រីសូរទ្រង់គង់ឈរបើកព្រះនេត្រលើខ្នងមនោម័យគឺសេះជាអគ្គពាហនៈងាកទៅកាន់វិស័យសិល្បៈវិញឆ្នាំនេះមិនខុសប្លែកពីបុណ្យចូលឆ្នាំប្រពៃណីខ្មែរមុនឡើយមហាជនបានឃើញសិល្បករសិល្បករនីជាច្រើនបានបង្ហាញវត្តមានក្រងឈុតតែងតួជាទេវធីតាឆ្នាំថ្មីព្រះនាងរក្សាទេវីយ៉ាងស្រស់សោភាម្យ៉ាងម្នាក់ជាងនេះទៅទៀតសិល្បករនីនីមួយៗបានបង្ហាញនៅទម្រង់ប្រណិតប្លែកៗគ្នាទៅតាមការច្នៃប្រឌិតនៃឈុតនិងការឌីហ្សាញរូបភាពទៅតាមស្ទីលរៀងៗខ្លួនប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺការរៀបចំចេញមកមិនប្រឆាចពីរចនាបថដើមនោះឡើយថ្មីនេះអ្នកលេងបណ្ដាញសង្គម Facebook បាននឹងកំពុងចាប់អារម្មណ៍នៅការតែងតួទេវធីតាឆ្នាំថ្មីរបស់កំពូលតារាចម្រៀងអោកសុគន្ធកញ្ញាដោយជ្រើសរើសយកនៅមកុដអប្សរាមកគ្រងនិងមានរចនាបថខ្មែរដ៏សម្បូរបែបគ្រប់សម័យកាលបន្ថែមពីនោះឈុតនិងគ្រឿងប្រើប្រាស់លើខ្លួនក្នុងការតែងតួទេវតាឆ្នាំថ្មីរបស់កំពូលតារាចម្រៀងអោកសុគន្ធកញ្ញាត្រូវបានជ្រោមជ្រែងផ្ដល់គំរូបទពិសោធន៍និងដំបូន្មានល្អៗពីព្រឹទ្ធាចារ្យសាស្ត្រាចារ្យរៀមច្បងនិងសិស្សប្អូនដែលមានជំនាញក្នុងផ្នែកនេះផងដែរជាក់ស្ដែងបើតាមការឲ្យដឹងពីផេកភួងមេលីបាយសីខ្មែរជាអ្នកដំឡើងមកុដអប្សរាដែលអ្នកនាងអោកសុគន្ធកញ្ញាក្រងបានបញ្ជាក់ថាការលើកយកនៅរចនាបថនៃរតនវត្ថុផ្សេងៗជាគេដំណើរពីដូនតាមករួមបញ្ចូលគ្នាបង្កើតជាសោភ័ណដ៏វិចិត្រដោយមិនប្រះចាកពីក្បួនខ្នាតខេមរៈសោភ័ណក្នុងឃ្លាំងសិល្បៈដ៏សម្បូរបែបនៃរចនាបថខ្មែរគ្រប់ទម្រង់គ្រប់សម័យកាលដើម្បីបង្ហាញលើឆាកជាតិនិងអន្តរជាតិនៅវប្បធម៌ដ៏រុងរឿងរបស់មហានគរខ្មែរកូនខ្មែរជំនាន់ក្រោយពិតជាមានមោទនភាពនិងគោរពកោតសរសើរដល់បុព្វបុរសខ្មែរដែលបានបន្សល់ទុកនូវមរតកវប្បធម៌ដ៏អស្ចារ្យរចនាបថជាច្រើនសម័យកាលដែលគួរតែសិក្សាស្វែងយល់សូមអរគុណចំពោះលោកគ្រូអ្នកគ្រូព្រឹទ្ធាចារ្យសាស្ត្រាចារ្យរៀមច្បងនិងបងប្អូនទាំងអស់ដែលបានផ្ដល់នូវក្តីមេត្តាជួយជ្រោមជ្រែងផ្ដល់នូវគំរូបទពិសោធន៍និងដំបូន្មានគ្រប់បែបយ៉ាងដើម្បីឲ្យស្នាដៃសិក្សាស្រាវជ្រាវបានលេចចេញជារូបរាងឡើងជាលើកដំបូងទោះបីជានៅមានកម្រិតក៏លោកតែងតែមេត្តាសន្តោសនិងផ្ដល់ជាយោបល់ល្អៗកែលម្អដល់ប្អូនកូនជាដរាប